វងរឿងក្រហមស្លឹកទេបាទយើងបើសិនជាយើងព្យាបាលមិនត្រូវទេគឺបាទបាទបាទចាឡើយស្រូវនេះក៏ពីដើមឡើយស្រូវល្អពេកហ្មងចង់ថាត្រូវល្អខ្លាំងណាពូណាហ្នឹងហើយល្អអាដើមដំបងចាប់ដើមព្រោះហ្នឹងចាប់ដើមព្រោះហ្នឹងល្អខ្លាំងហើយអូដល់ដាក់ទឹកបានម្ដងដាក់ទឹកបានម្ដងដល់ហើយធ្វើទៅចូលយ៉ាងអន់តិចដល់អញ្ចឹងបាទមើលគល់អាលួយគល់អញ្ចឹងបាទលួយតិចបាញ់ជាបានអត់ជាបាទបាញ់2 ដងហ្នឹងបាញ់2 ដងបាញ់ថ្នាំក៏ជាបាញ់ថ្នាំអត់ជាតែឥឡូវឡើងវាចូលខូចតិចទីអស់ហើយវា 90% មានស្អីនោះចូល 90% បាទឥឡូវយើងសៅស្ងាយបាទហ្នឹងមកហើយណាសៅលាយបាទឥឡូវយើងទៅមើលស្រូវរបស់គ្នាអញ្ចឹងបាទមើលស្រូវរបស់គាត់ជាបទពិសោធន៍អញ្ចឹងបើសិនជាថ្ងៃក្រោយអីត្រូវយើងធ្វើយ៉ាងណាកុំឲ្យវាមានបញ្ហាបុគ្គលដល់ថ្នាក់ហ្នឹងណាដែលធ្វើយ៉ាងណាខ្ញុំស្រូវដែលធ្វើដល់ថ្នាក់ហ្នឹងបាទហ្នឹងបាទចាងចេះទៅខ្សែបាទមុនខ្លួនហ្នឹងបាទហើយតែមកបញ្ហាទឹកហ្នឹងខ្ញុំទៅដាក់2 ថ្ងៃមុនបាទនេះឃើញយើងឃើញជាក់ស្ដែងបាទជំងឺប្រឡាស់បាទបើសិនជាយើងក្រហមស្លឹកក្រហមស្លឹកមើលគល់លួយទៅបាទនេះមុនដំបូងរឿងក្រហមស្លឹកទេបាទយើងបើសិនជាយើងព្យាបាលមិនត្រូវទេគឺបាទចឹងកុំមើលងាយជំងឺប្រឡាស់ឲ្យសោះបាទតែប្រឡាស់តែវាកាត់ហើយគឺវាអាចនឹងបណ្ដាលឲ្យវាពុកគល់បាទស្រូវនេះដែរគឺវាខូចសឹងទាំងអស់ហើយចូល 90% ហើយខូចអញ្ចឹងវានៅតិចតួចមែនតើហើយបើសិនជាច្រូតក៏វាពិបាកនឹងរួចថ្លៃម៉ាស៊ីនណាបើសិនជាច្រូតទៅវាពិបាកនឹងរួចថ្លៃម៉ាស៊ីនណាហើយបើសិនជាយើងមិនច្រូតវាស្ដាយតែវានៅតិចតួចមែនតើបាទយើងមើលឃើញជាក់ស្ដែងអញ្ចឹងបាទអញ្ចឹងសូមផ្ដាំទៅកសិករដទៃទៀតបាទកុំងាយជំងឺប្រឡាស់ណាហើយកុំប្រហែសជាពិសេសមេឃហើយបាញ់យកហ្មងណាំហ្នឹងទៅវាចឹងហ្មងណាំហ្នឹងបាទជាពិសេសកុំមេឃដែលវារៀងធ្លាក់ភ្លៀងរលឹមឬមួយក៏វាមានសំណើមខ្ពស់ណាបាទអញ្ចឹងយើងកុំប្រហែសសោះបាទគឺស្រូវរៀងថោកផងហើយបើសិនជាស្រូវខូចចេះទៀតគឺចប់ហើយចាំមើលជួវាយដីបាទបាយក្របបាទ